ខេត្តហៃណានត្រៀមខ្លួនខ្លាចជាច្រកនាំចូលផលិតផលកសិកម្មមានគុណភាពខ្ពស់ពីកម្ពុជាឧបត្ថម្ភធំដោយរោងចក្រផ្គត់ផ្គង់គ្រោងដែកនិងសំណង់គ្រោងដែក KTSS តម្លៃសមរម្យគុណភាពស្តង់ដារអន្តរជាតិបើលោកអ្នកមានតម្រូវការសេវាកម្មផ្គត់ផ្គង់គ្រោងដែកនិងសាងសង់សំណង់រោងចក្រសូមទំនាក់ទំនងមករោងចក្រយើងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទខាងក្រោមនេះជាការលើកឡើងរបស់លោកស្រីយីនលីបូសមាជិកកម្មាធិការចិនត្រៃនៃគណៈកម្មាធិការបកកុម្មុយនីសចិននិងជាប្រធានសមាគមមិត្តភាពនៅបរទេសខេត្តហៃណានប្រទេសចិនក្នុងជំនួបជាមួយនឹងអាដាមលីមឡោពិសិដ្ឋរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ក្នុងឱកាសនោះអាដាមរដ្ឋលេខាធិការបានស្វាគមន៍និងអំណរគុណចំពោះលោកស្រីយីនលីបូដែលបានចូលជួបសម្ដែងការគួរសមនិងវិភាសាការងារអំពីការពង្រឹងនិងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិនឲ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្មហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្មសេដ្ឋកិច្ចបៃតងនិងឌីជីថលនៅក្នុងទិសដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រជាជាតិកម្ពុជានិងខេត្តហៃណានជាពិសេសលើការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនអាដាមរដ្ឋលេខាធិការក៏បានបង្ហាញអំពីការគាំទ្រនិងការលើកទឹកចិត្តឲ្យវិនិយោគិនចិនមកបណ្ដាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឲ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជាជាពិសេសលើវិស័យកសិកម្មទំនើបឧស្សាហកម្មកែច្នៃចំណីអាហារវិស័យយានយន្តវិស័យអេឡិចត្រូនិកនិងបច្ចេកវិទ្យាឌីជីថលជាដើមលោកស្រីយីនលីបូបានលើកឡើងថាកម្ពុជាគឺជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់របស់ចិនហើយខេត្តហៃណានដែលជាតំបន់ពាណិជ្ជកម្មសេរីត្រៀមខ្លួនរួចជាស្រេចនៅក្នុងការក្លាយជាច្រកនិងវេទិកាសម្រាប់ការនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ពីកម្ពុជា